ជំរាបសួរបងទាំងអស់គ្នាខ្ញុំសូមបង្ហាញបន្តិចតាក់ទងជាមួយការទាញរបាយការណ៍សិស្សផនយើងពីប្រព័ន្ធ SMS ដោយសារ user ផនខ្ញុំមើលបានឃើញគ្រប់សាលាអញ្ចឹង interface ផនវារៀងខុសគ្នាបន្តិចតែសម្រាប់មនុយគឺដូចគ្នាអញ្ចឹងបងចូលមកកន្លែងមនុយរបាយការណ៍បន្ទាប់មកបងមកទាញកន្លែងចំនួនសិស្សតាមជំនាញអញ្ចឹងដោយសារថាបើសិនជាខ្ញុំទាញចំនួនសិស្សតាមជំនាញនេះយើងជ្រើសរើសយក2024 25មក ហើយយើង generate មកគឺចំនួនសិស្សហ្នឹងនឹងចេញមកហើយតែបើសិនជាខាងបងវិញទាញមកមិនបានសិស្សដែរតែសិស្សចំនួននៅដែលជាក់ស្ដែងនៅក្នុងសាលាផងបងទេហើយជំនាញក៏សូមមកបង្ហាញដូចគ្នាដែរអញ្ចឹងពេលយើងបានប៉ុណ្ណឹងមកយើងអាចទាញនាំចេញជារបាយការណ៍អញ្ចឹងពេលហ្នឹងបានជា file Excel មកមួយហើយអញ្ចឹងនៅក្នុង file Excel នេះបងអាច enable មកហើយបងលុបចោលទាំងអស់ទៅព្រោះអ្វីដែលយើងត្រូវការហ្នឹងគឺយើងយកតែ សាស C1 ទេអញ្ចឹងតាក់ទងមួយវិញ្ញាបនបត្រហើយនឹងអឺ C2 ឡើងយើងលុបចោលបានហើយអញ្ចឹងនេះជាចំនួនសិស្សដែលមានន័យថាដែលគាត់បាននៅក្នុងថ្នាក់សរុបទាំងអស់ហើយមានន័យថាបែងចែកតាមវិស័យហើយនឹងជំនាញរៀងៗខ្លួនសរុបនៅក្នុងហ្នឹងអញ្ចឹងនេះខ្ញុំសូមជូនជាវីដេអូប៉ុណ្នេះសម្រាប់C1 បាទអរគុណ